ណាសេដ្ឋកិច្ចក្នុងប្រទេសមួយពិបាកវាប៉ះពាល់ទៅដល់គ្រប់វិស័យទាំងអស់បាទសម្បីតែវិស័យអប់រំហ្នឹងក៏វាទទួលរងផលប៉ះពាល់ដែរនៅពេលដែលពុកម្ដាយអាណាព្យាបាលមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកូនឲ្យមករៀននៅក្នុងសាលាពិសេសនៅសាលាឯកជនហ្នឹងប៉ុន្តែឥឡូវនេះវាមកសម័យឥឡូវនេះសាលាឯកជនសាលារដ្ឋអីបើនិយាយពីសកលទេវានៅតែបង់លុយដូចតែគ្នាហ្នឹងអញ្ចឹងវាអត់មានអីខុសគ្នាទេអញ្ចឹងយើងទទួលស្គាល់ត្រង់ហ្នឹងបាទប៉ុន្តែសម្រាប់ខាងអ្វីដែលជាសំណួរពាក់ព័ន្ធជាមួយនឹងសិស្សបោះបង់សាលានេះខ្ញុំមិនទាន់ចង់ចាប់ផ្ដើមគិតអំពីថារដ្ឋាភិបាលគួរធ្វើអីទេក៏ប៉ុន្តែយើងចង់បានពីទិន្នន័យជាក់ស្ដែងសិនថាតើទិន្នន័យនៃការបោះបង់ហ្នឹងពីបើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំហើយពិសេសក្នុងឆ្នាំនេះតើវាមានកើនឡើងដែរឬអត់បើសិនបើចំនួនហ្នឹងវានៅតែឡើងចុះស្មើប៉ុណ្្នឹងប្រហែលប៉ុណ្្នឹងអាហ្នឹងវាត្រូវតែមានមូលហេតុណាមួយច្បាស់លាស់ដែលវាមានតាំងពីយូរមកហើយដោះស្រាយជាប្រព័ន្ធអាហ្នឹងបានទៅរួចក៏ប៉ុន្តែបើសិនជានៅក្នុងឆ្នាំនេះវាទៅនឹងឡើងខ្ពស់ប្រហែលថាវាឡើងលើសពីឆ្នាំទៅអ្នកដែលនិស្សិតសិស្សបោះបង់សាលាហ្នឹងវាកើនឡើង 20% 15% លើសពីឆ្នាំមុនបាទនឹងវាជាការព្រួយបារម្ភសម្រាប់ក្រសួងអប់រំដែរបាទតែខ្ញុំទទួលស្គាល់អំពីការខំប្រឹងប្រែងរបស់ក្រសួងអប់រំមកដល់ពេលនេះប៉ុន្តែដោយសារតែសេដ្ឋកិច្ចយើងមិនរឹងមាំអញ្ចឹងប្រព័ន្ធអប់រំនៅស្រុកខ្មែរយើងនៅតែមានហានិភ័យខ្ពស់តាក់ទងជាមួយនឹងការផ្ដល់នៅគុណភាពអប់រំគ្រប់គ្រាន់ឬក៏ល្អសម្រាប់ការអប់រំក្មេងណាបាទឬអស់សិស្សនិស្សិតបាទនិយាយដល់ត្រង់ទៅដោយថាខ្ញុំអត់ទាន់បានមើលអានឹងបាទខ្ញុំមិនហ៊ានធ្វើអត្ថាធិប្បាយអីទេបើខ្ញុំមើលរកឃើញអានឹងបើសិនជាដូចខ្ញុំបានជម្រាបជូនមិញបើវាអ្នកសម្រាប់អ្នកវិភាគវាអាស្រ័យទៅលើទិន្នន័យតែបើទិន្នន័យកុហកអានឹងអ្នកវិភាគក៏វាត្រូវវិភាគខុសទៅតាមនឹងដែរបាទបើដូចខ្ញុំជម្រាបជូនមិញហ្នឹងថាសំខាន់គឺខាងក្រសួងហ្នឹងត្រូវតែស្ដាប់ទិន្នន័យនឹងឲ្យច្បាស់ហើយត្រូវមានការស្រាវជ្រាវជាប្រចាំបាទដូចជាកន្លងមកហើយយើងឃើញថាសូម្បីតែសិស្សថ្នាក់ទី12ដែលមុននឹងប្រឡងហ្នឹងក៏មានបាត់ដល់ទៅរាប់ពាន់នាក់នោះអត់បានមកប្រឡងអីចឹងទៅអាហ្នឹងក៏ត្រូវតែស្រាវជ្រាវមានការធ្វើ survey ធ្វើការស្ទង់មតិអីស្រួលថាហេតុអីបានជាតាក់ពាក្យហើយមិនព្រមមកប្រឡងដោយសារតែអត់មិនមានសង្ឃឹមថារៀនទៅវាបានការងារធ្វើល្អឬក៏ដោយសារតែនិស្សិតសិស្សហ្នឹងវាមិនទុកចិត្តខ្លួនវាបានន័យថាវារៀនអត់ប្រកែហើយបើសិនជាចំក្រុមដែលរៀនមិនប្រកែហើយមិនមកប្រឡងអានឹងវាជាវិបត្តិធំមួយសម្រាប់ការកែប្រែលើទម្រង់នៃការអប់រំសម្រាប់ថ្នាក់ទី12នៅឆ្នាំក្រោយទៀតបាទប៉ុន្តែនៅខាងយើងនេះខ្ញុំមិនសូវឃើញដូចជាមិនដែលបានឮពីមានថាការធ្វើ survey ជាទ្រង់ទ្រាយធំអីចឹងទេបាទនេះជាចំណុចខ្វះខាតមួយហើយដល់ចឹងទៅព័ត៌មានជាក់លាក់ក៏យើងអត់ទិន្នន័យជាក់លាក់ក៏យើងអត់ដល់ចឹងទៅក៏មិនដឹងថាត្រូវធ្វើគោលនយោបាយអីឲ្យវាឆ្លើយតបទៅលើបរិបទនៃដែលវាផ្លាស់ប្ដូរណាបាទថាយើងមានទិន្នន័យច្បាស់រកមូលហេតុឃើញច្បាស់លាស់ទៅអានឹងវាងាយស្រួលនឹងឆ្លើយតបហើយអំពីថាបើសិនជាឥឡូវនេះឆ្លើយឲ្យខ្ញុំថាទៅធ្វើម៉េចបើយើងអត់ដឹងថាមូលហេតុច្បាស់លាស់វាមកពីស្អីក៏យើងថាទៅវាខុសតែវាបានត្រឹមថាណាបាទនៅសប្តាហ៍ថ្ងៃវាអាចមានទាំងពីរខ្ញុំមើលទៅណាទីមួយតេតិនជាមួយនឹងជីវភាពរស់នៅយើងដឹងហើយនៅស្រុកណាក៏ដោយឲ្យតែក្រគឺការរៀនសូត្ររបស់ផ្សេងហ្នឹងគឺមិនសូវបានទៅដល់ទិសដៅគ្រប់គ្រាន់ទេច្រើនតែបោះបង់ហ្នឹងគឺវាមានច្រើនសម្រាប់ប្រទេសក្រីក្រសង្គមក្រីក្រសហគមន៍ក្រីក្រហ្នឹងគាត់មិនសូវខ្វល់អីប្រហែលពីរឿងការរៀនសូត្រទេថាធ្វើម៉េចឲ្យតែមានការងារធ្វើដល់លុយបានចំគ្រួសារអាហ្នឹងគាត់គិតថាវាល្អណាស់ទៅហើយបាទហ្នឹងទី1ទី2នៅខាងសាលាយើងដឹងថាឥឡូវនេះបើយើងនិយាយពីសាលាឯកជនអាហ្នឹងរៀនបានពេញមួយថ្ងៃបាទហើយតែបើសាលារដ្ឋដូចជាបានតែត្រឹមមួយព្រឹកឬក៏មួយល្ងាចអីទេតែសាលាខ្លះខំបង្កើនដល់មួយថ្ងៃដែរអានេះខ្ញុំមិនទាន់បានទិន្នន័យច្បាស់លាស់ទេណាក៏ប៉ុន្តែពេលវេលាឥឡូវសម្រាប់ការអប់រំនេះក្មេងហាក់ដូចជាទៅចំណាយពេលនៅក្នុងការរៀនសូត្រក្នុងសាលាក្នុងថ្នាក់រៀនតិចហើយចំណាយពេលច្រើននៅក្នុងសង្គមបានន័យថាប្រហែលថារៀនព្រឹកចឹងថ្ងៃអាទិត្យអត់រៀនទៅគាត់ទៅណាទៅណីជាមួយគ្នាគាត់អីចឹងទៅអាហ្នឹងក៏ជាកត្តាមួយដែលនាំឲ្យកើតក្មេងស្ទាវកើតការប្រើប្រាស់ថ្នាំញៀនអីចឹងដែរបាទហើយទី3
ន័យមួយដែលគួរឲ្យព្រួយបារម្ភហ្នឹងគឺចំនួនសិស្សដែលរៀនផ្នែកវិទ្យាសាស្ត្រខាង Science ហ្នឹងគឺធ្លាក់ចុះជាងពាក់កណ្ដាលឬក៏ជិតទៅពាក់កណ្ដាលបើប្រៀបធៀបពីឆ្នាំមុនហើយចំនួននេះនឹងធ្លាក់ចុះបន្តទៅទៀតហើយយើងដឹងហើយថាការអប់រំមនុស្សសពថ្ងៃគឺអប់រំមនុស្សដើម្បីឲ្យអាចយកទៅធ្វើបំពេញការងារបានក្នុងវិស័យ Digital វិស័យបច្ចេកវិទ្យាផ្សេងហើយបើយើងចំនួនអ្នកដែលរៀនវិទ្យាសាស្ត្រនឹងធ្លាក់ចាប់អារម្មណ៍រឿងរៀនខាងវិទ្យាសាស្ត្រកាន់តែតិចទេបានន័យថាទំនោរមួយនេះវាកំពុងដើរទៅច្រាស់ជាមួយនឹងតម្រូវការនៃទីផ្សារការងារពិភពលោកផងដែរបាទបើយើងមើលអំពីមូលហេតុបានជាវាមានបញ្ហាហ្នឹងយើងឃើញថាខាងវិទ្យាសាស្ត្រវាត្រូវការពិសោធន៍វាត្រូវការមានការផ្លាស់ប្ដូរនៅកម្មវិធីសិក្សាហ្នឹងជាបន្តបន្ទាប់ដោយបច្ចេកវិទ្យាវាដើរលឿនរាល់ថ្ងៃបើយើងមិនបានធ្វើការកំណែជំរុញទៅលើកម្មវិធីសិក្សានឹងឲ្យបានញឹកញាប់នោះគឺយើងមិនដើរទាន់សម័យកាលបច្ចេកវិទ្យានឹងទេបាទយើងឃើញដូចចិនសប្តាហ៍ថ្ងៃហ្នឹងថ្មីចិនក្នុងអាទិត្យនេះចិនបានលុបចោលនៅកម្មវិធីសិក្សារាប់ម៉ឺនមុខវិជ្ជាប៉ុន្តែទៅពង្រីកខាងវិស័យ Digital ហើយនិងបច្ចេកវិទ្យាវិញបាទនេះជារឿងមួយដែលយើងត្រូវមើលជាទូទៅបាទនិយាយខ្លីមកគឺការជួយឬក៏ដោះស្រាយទៅលើវិស័យអប់រំដូចជាក្មេងបោះបង់សាលារៀននេះមិនអាចដោះស្រាយត្រឹមតែឪពុកម្ដាយក្រីក្រហើយយកលុយទៅជួយគាត់ឲ្យកូនមករៀនអីទៅអត់រួចទេបាទវាត្រូវមើលទាំងសងខាងមើលទាំងកម្មវិធីសិក្សាមើលទាំងគុណភាពសិក្សាហើយមើលទាំងជីវភាពរស់នៅរបស់គ្រួសាររបស់ក្មេងនឹងផងដែរបាទមែនតើទៅបើនិយាយពីការវាយតម្លៃខ្ញុំជម្រាបជូនមិញនេះដូចជាការវាយតម្លៃរួចស្រេចទៅហើយបាទសារពេញម៉ោងវាជារឿងសំខាន់ដែរបាទរឿងសំខាន់បាទអានេះជាធ្វើឲ្យបានទទួលនៅការអប់រំគ្រប់គ្រាន់ណាបាទជាទូទៅខ្ញុំឃើញមានការណែតម្រង់ច្រើនណាដោយពីដើមមកយើងឃើញមានប្រឡងម្ដងមានបោះប្រយុងអីប្រពងប្រព្រាតមានប៉ូលីសមាន PM យាមសិទ្ធិកភ្លើងមានទាំងគ្រប់ស្ថាប័នពាក់ព័ន្ធមកជួយយាមជួយតាមមើលណាប៉ុន្តែឥឡូវនេះខ្ញុំឃើញថាការប្រឡងអីហាក់ដូចជាមានភាពមានរបៀបរៀបរយល្អហើយមានភាពស្ងាត់ស្ងៀមមិនមានរញ៉េរញ៉ៃដូចពីដើមទេបាននេះវាជារឿងមួយសំខាន់បាទក៏ប៉ុន្តែដូចខ្ញុំជម្រាបជូនវិញយើងនៅមានការព្រួយបារម្ភទៅលើការកំណត់នៅកម្មវិធីសិក្សាថាវាតើការកម្មវិធីសិក្សាយើងនេះវាឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនៃបរិបទសង្គមបច្ចុប្បន្នពិសេសគឺសម័យបច្ចេកវិទ្យានឹងដែរអត់បានហើយតើរដ្ឋាភិបាលនឹងបានបើកចំហសម្រាប់ឲ្យមានការបត់បែននៅទាន់ពេលទាន់គេទាន់ឯងដែរឬអត់បាទជាការពិតយើងត្រូវទទួលស្គាល់រឿងហ្នឹងណាយើងត្រូវទទួលស្គាល់ថាយើងនៅត្រង់ណាបាទហើយសម្រាប់ខ្ញុំកម្ពុជាមិនមែនគ្រាន់តែមើលទៅលើតែថៃនិងវៀតណាមទេក៏ប៉ុន្តែត្រូវមើលនៅការវិវត្តរបស់ពិភពលោកផងដែរបាទព្រោះយើងមិនមែនបដិធនធានមនុស្សមកសម្រាប់ឲ្យទៅធ្វើការនៅវៀតណាមហើយនៅថៃទេបាទគឺសម្រាប់ពង្រឹងសមត្ថភាពនិងពង្រីកសេដ្ឋកិច្ចរបស់ប្រទេសយើងខ្លួនឯងបាទអញ្ចឹងដើម្បីឲ្យកម្ពុជាអាចទៅមុខរួចមិនមែនត្រឹមមើលតែវៀតណាមមើលតែថៃទេឲ្យទៅមើលសម្រាប់ពិភពលោកផងបាទហើយទីអត់មានការស្រាវជ្រាវច្រើនណាក្រុមស្រាវជ្រាវរបស់ក្រសួងអប់រំត្រូវបំពេញតួនាទីឲ្យសកម្មទៀតទៅលើការពង្រីកឬក៏អភិវឌ្ឍនៅវិស័យកម្មវិធីសិក្សានឹងឲ្យវាបានទាន់ដំណើរការវិលគេហៅត្រឡប់ដល់ផ្លាស់ប្ដូររបស់ពិភពលោកផងអានឹងបានយើងអាចដើរទៅទាន់គេបាទអរគុណ